Phaiវិញតែម្ដងគាត់គឺចាប់ផ្ដើមបើកការវាប្រហារបន្តទៅទៀតជាមួយនឹង Kaido ប៉ុន្តែគ្មានទេត្រូវមកតំបរបស់ Kaido នឹងវិញមុខរត់លំពឹងពេញទៅនឹងប៉ុន្តែគាត់នៅតែសើចយ៉ាងសប្បាយរីករាយហើយ admin សុំនិយាយម្ដងទៀតទម្រង់ Gear 5 របស់ Luffy មួយហ្នឹងគឺជាទម្រង់កៅស៊ូនៅពេលដែលគាត់សម័យអីហ្នឹងគឺអ្វីៗគ្រប់យ៉ាងគឺនឹងដូចជាការសម័យរបស់គាត់គឺបានម៉ាត់ជាមួយនឹង Kaido មួយដៃពេញមុខតែម្ដងហើយថែមទាំងទ្រង់ទៀតថាគាត់នឹងជួយប្រទេសវ៉ាណូអ្វីដែលសំខាន់ជាងនេះកម្លាំងធម៌ពលមួយនេះគឺពិតជាអស្ចារ្យខ្លាំងណាស់គាត់មិនដែលនឹកស្មានថាមានធម៌ពលមួយនេះនៅក្នុងខ្លួនរបស់គាត់នៅឡើយ Kaido នឹងគឺបានសម្លឹងមើលទៅកាន់ Luffy គឺដូចជាឆ្ងល់ដែរថាតើ Luffy នឹងគឺជានរណាពិតប្រាកដហេតុអ្វីបានជាងើបដឹងខ្លួនឡើងមកវិញធម៌ពលអីក៏ខ្លាំងម្ល៉េះព្រមទាំងបាននឹកគិតទៀតថាអ្នកដែលអាចផ្ដួលគាត់បានគឺមានតែ Joe Boy តែម្នាក់តែប៉ុណ្ណោះដំរីស៊ូនីសានឹងគឺបានស្រែកដែរថា Joy Boy នឹងគឺត្រឡប់មកវិញហើយហ្នឹងហើយខ្ញុំសំទោសណាគឺគេចង់និយាយថា Joy Boy ហើយខាង Luffy គឺបានងើបឡើងមកវិញថាខ្ញុំមានឈ្មោះថា Monkey D Luffy ថ្ងៃអនាគតនឹងក្លាយទៅជាស្ដេចនៃចោរសមុទ្រ Kaido បានតបទៅកាន់ Luffy វិញថាស្អីគេស្ដេចចោរសមុទ្រមានទេវាគឺមិនអាចទៅរួចនោះឡើយគាត់នោះទេគឺជាអ្នកដែលស័ក្តិសមទៅនឹងស្ដេចចោរសមុទ្រនិយាយជាមួយនឹង Luffy ដោយថា Luffy ថាត្រឹមតែអ្វីខណ្ឌធម៌ពលប៉ុណ្ណឹងហេតុអីក៏គិតថាខ្លួនឯងខ្លាំងចឹងនិយាយរួមទៅនឹងគឺអ្នកទាំងពីរនិយាយមិនចូលគ្នានោះទេដោយសារតែម្នាក់ថាឲ្យម្នាក់រហូតដល់ពួកគេនឹងគឺចាប់ផ្ដើមវាយគ្នាបន្តទៅទៀត Luffy គឺនៅតែអាចគេចផុតអំពីការវាយប្រហាររបស់ Kaido ក៏ដូចជាវាយបកទៅកាន់ Kaido វិញផងដែរអ្នកទាំងពីរវាយគ្នាឡើងប៉ងរៀងខ្លួនក្រោយមកហ្នឹងគឺ Luffy នៅតែបន្តចូលទៅមុខទៀតក៏ដូចជាចូលទៅវាយជាមួយនឹង Kaido នឹងឯងប៉ុន្តែ Luffy មិនមែនវាយណាលោតអុកទៅនឹងដីក៏ដូចជាឡើងទៅខាងលើឡើងទៅមកជុំនោះទេងុំទាញមករន្ទះជាមួយនឹងដៃថែមទៀតផងយើងងាកមកមើលជាមួយនឹង Chopper ឯណែវិញអំឡុងពេលដែលគាត់នៅក្នុង Skull Domain ហ្នឹងគាត់ស្រែករកអ្នកគ្រប់គ្នារហូតដល់គាត់នឹងបានលើសំឡេង Nami គឺបានរត់ទៅអោបជាមួយនឹង Nami តែម្ដងដោយសារតែគាត់បានជួប Nami ចំណែកអ្នកផ្សេងទៀតហ្នឹងគឺគាត់មិនទាន់ជួបនោះទេក៏ដូចជាប្រាប់ទៅកាន់ Nami